ជំរាបសួរពុកម៉ែបងប្អូនទាំងអស់ខ្ញុំខាងព្យាបាលចលនាសាច់ដុំចង់ចែកម្លែកការព្យាបាលបញ្ហាឈឺបោះដៃផុតដោយគ្រាន់តែប្រើបាល់ទៅនេះមួយហើយមិនបាច់ចំណាយលុយហើយចំណាយពេលតិចទៀតអញ្ចឹងបងប្អូនអាចធ្វើតាមខ្ញុំតាមរយៈការសង្កត់យកបាល់នេះសង្កត់ទៅលើសាច់ដុំដែលឈឺបោះដៃផុតអញ្ចឹងការឈឺបោះដៃផុតវាជាសាច់ដុំមួយដែលធ្វើឲ្យបងប្អូនមានបញ្ហាសឹងតែគ្រប់គ្នាដោយសារបងប្អូនពាក់ព័ន្ធនឹងការងារប្រចាំថ្ងៃរកស៊ីទទួលទានហើយនឹងការងារធ្ងន់ជាដើមដែលវាប៉ះពាល់មកសាច់ដុំដែលនៅខ្នងយើងនេះខ្មែរយើងហៅថាឈឺបោះដៃផុតហ្នឹងប៉ុន្តែពាក្យចែកតិចគេហៅសាច់ដុំរ៉ាំបយអញ្ចឹងវានៅក្នុងនៅចន្លោះពីនៅចន្លោះឆ្អឹងខ្នងរបស់យើងវាជាប់ជាមួយឆ្អឹងស្លាបព្រាជាវអញ្ចឹងខ្ញុំបានបិទกระดาษពណ៌នេះមានន័យថាសាច់ដុំហ្នឹងនៅខ្នងយើងនេះទីតាំងដូចกระดาษក្រហមនេះអញ្ចឹងវាជាប្រភេទសាច់ដុំដែលវាជាប់ជាមួយឆ្អឹងស្លាបព្រាជាវយើងនេះជាមួយនឹងឆ្អឹងខ្នងអញ្ចឹងវាពាក់ព័ន្ធនឹងសកម្មភាពដែលបងប្អូនដោយដៃបងប្អូនលើកយួររុញទាញនឹងសកម្មភាពប្រចាំថ្ងៃរបស់យើងឬក៏យើងហាត់កីឡាយើងលើកដុំដៃអីធ្ងន់ពេកដែលវាប៉ះពាល់អញ្ចឹងធ្វើឲ្យយើងឈឺហើយការៈដែលវាឈឺធ្វើឲ្យយើងមានការអស់កម្លាំងលហិតលហៃធ្វើឲ្យយើងពិបាកក្នុងការដកដង្ហើមធ្វើឲ្យយើងសម្រាមមិនលក់ស្រួលមួម៉ៅខឹងច្រើនអញ្ចឹងបងប្អូនគ្រាន់តែយកបាល់ទៅនេះមួយសកត់ទៅលើសាច់ដុំ5បយសាច់ដុំឈឺបោះដៃផុតហ្នឹងហើយអត់ទៅជញ្ជាំងបែបនេះអញ្ចឹងយើងអាចដាក់ដៃមកលើនេះមកហើយយើងយកបាល់ដាក់ពីលើខ្នងរបស់យើងហើយគ្រាន់តែសង្កត់ទៅលើជញ្ជាំងហើយលុញចុះលុញឡើងបន្ទន់ជង្គង់លុញចុះលុញឡើងលុញចុះលុញឡើងរយៈពេល1នាទីឬក៏2នាទីបងប្អូននឹងមានអាការៈធូរស្បើយពីការឈឺបោះដៃផុតហើយបើបងប្អូនលុញទៅចំកន្លែងឈឺសូមកុំដកចេញសកត់វាឲ្យយូរហើយរាប់ពី1ដល់10អញ្ចឹងហើយដកដង្ហើមមួយបងប្អូននឹងធូរស្បើយអញ្ចឹងបងប្អូនត្រូវចាំថាបើសិនជាចំកន្លែងឈឺបងប្អូនកុំដកវាចេញអញ្ចឹងសកត់វាឲ្យជាប់ហើយរាប់ពី1ដល់10ហើយបងប្អូនទទួលជង្គង់មកលុញវាចុះឡើងទៅលើសាច់ដុំហ្នឹងទៅមួយសន្ទុះក្រោយមកបងប្អូននឹងមានអាការៈធូរស្បើយហើយអរគុណច្រើនបងប្អូនខ្ញុំគ្រាន់តែចង់ចែកម្លែកការប្រើបាល់ទៅនេះសកត់ទៅលើការឈឺបោះដៃផុតហើយជាបន្តទៀតខ្ញុំនឹងបង្ហាញបងប្អូនឲ្យឃើញពីការចុចសង្កត់ទៅលើសាច់ដុំហ្នឹងដើម្បីព្យាបាលទៅលើសាច់ដុំឈឺបោះដៃផុតហ្នឹងរបៀបម៉េចបាទសូមអរគុណហើយសូមបងប្អូនចាំទស្សនាជំរាបសួរបងប្អូនអញ្ចឹងការៈឈឺបោះដៃផុតវិធីមួយទៀតដែលយើងចុចសង្កត់ទៅលើសាច់ដុំហ្នឹងគឺរៀងវានៅខ្នងអញ្ចឹងហើយយើងអាចកពាត់ដៃមកក្រោយចេះមកវានឹងឃើញបើកស្លាបព្រាជាវយើងអញ្ចឹងបងប្អូនអាចប្រើម្រាមមេដៃចុចជួយចុចគ្នាអញ្ចឹងទៅលើសាច់ដុំហ្នឹងអញ្ចឹងអាចប្រើមេដៃចុចសកត់ទៅលើហ្នឹងបើសិនជាបងប្អូនប៉ះកន្លែងណាឈឺបងប្អូនសកត់ឲ្យយូរសកត់ដាក់ឲ្យវាយូរអញ្ចឹងទៅរាប់ពី1ដល់10អញ្ចឹងឲ្យគាត់ដកដង្ហើមចុះឡើងទៅនឹងមានអាការៈធូរស្បើយពីការឈឺសាច់ដុំហើយមួយទៀតយើងអាចមានធីបាឬក៏មានឈើសង្កត់ដែលមានយើងមានឆ្នុកជ័រអញ្ចេះទន់ដើម្បីចុចសង្កត់ទៅលើសាច់ដុំហ្នឹងអញ្ចឹងសង្កត់ទៅលើវាចុះឡើងតាមបណ្ដោយឆ្អឹងស្លាបព្រាជាវយើងហ្នឹងអញ្ចឹងវាជាប់ជាមួយឆ្អឹងខ្នងរបស់យើងពី
ăn con non bị tê muối đợt tê pram chẳng nè chẳng dừng ăn chơi cho con thế bởi vì chư tầng song kháng nhưng ai chơi tầng song kháng vừa sạch đông nước viên miền tầng song kháng đôi khi nè chẳng dừng ai chơi mà càng phế rồi mà càng sẽ làm chứ nhưng ai chơi càng sẽ làm đại chẳng bông ôn ai vào thi sát pin ní làm bây vừa cạp chia ba chơi sừng cọt từ lơ nâng muối hay nâng vào bao từ ní muối bông ôn nâng miền ca thu bao ca chia bao đại phật hay bông ôn nâng bàn miền ở rong lõ hay miền cầm lắng thưa cao bằng to tiệt mà tránh sông ở cốn sông nghiệp địa